របៀបភ្ជាប់ microphone AC Sync ម៉ៃជាមួយនឹង Party Box 320អញ្ចឹងដំបូងយើងត្រូវចូល update speaker សិនបាទយើងចូល Bluetooth មកបាទយើងបើក Bluetooth speaker បាទនេះ connect មួយ320បាទអញ្ចឹងយើងចូលទៅ app បាទចូលទៅ app Party Box JBL1 បាទនេះយើងចូលហើយយើងចុចលើវាមកបាទនេះ product update available អញ្ចឹងយើងចុច update វាមកចុច update បាទអញ្ចឹងយើងបន្ទាប់ពីយើង update ហើយយើងចូល JBL1 បាទបន្ទាប់ពី update ហើយយើងចុចលើវាមកបាទអញ្ចឹងចេញអញ្ចឹងបើយើង update ហើយយើងអាច control ភ្លើងបាទ control ភ្លើងនេះបាទយើងដូរពណ៌លេង style តាមហ្នឹងបាទហើយយើងអាចថ្លៃ eco បាទពេលនេះមាន option ច្រើននៅហ្នឹងបាទមានទៀតបាទអញ្ចឹងតោះយើងទៅភ្ជាប់ microphone អ្នកគ្នាបាទអញ្ចឹងយើងយកដូចតរបស់វាមកបាទនៅក្នុងប្រអប់បាទយើងដាក់ចូលចឹងណាបាទនេះរន USB អូខេយើងបើក microphone ចឹងមកនេះជាប់ហើយ check 1 2 អញ្ចឹងប៉ុណ្្នឹងលឺហើយបាទមើល volume នៅខាងលើ check 1 2 បាទចង់សេរី volume បាទនេះ volume microphone បាទលើកតិចលើកខ្សោយបាទឬក៏យើងអាចតម្លើងលើនេះក៏បានដែរបាទតម្លើងលើនេះក៏វាស៊ីដែរបាទអានេះបន្ថយនេះតម្លើងបាទពេលយើងចុចទៅវាវិលលើនេះដែរណាបាទ check 1 2 យើងអាចសេរីសលេងបាសសលេងស្រួយលេង echo លើនឹងបានបាទនេះ check 1 2 1 2 1 2 3បាទអញ្ចឹងរបៀបភ្ជាប់មានប៉ុណ្ណឹង